កូនតរ៉េនត្រឹមតែអាយុកាល6 ខែណាបងប្អូនបានប៉ុណ្នេះការលូតលាស់ចាត់ទុកថាល្អហើយបងប្អូន6 ខែដងដើមស្លឹកអីត្រួយអីប៉ុណ្ណឹងហើយសំខាន់គឺយើងមើលទៅវាអត់ឃើញមានសត្វល្អិតឬក៏ប្រភេទចៃហ្វចៃអីវាយទេអត់ឃើញមានទេការលូតលាស់អីត្រួយអីលាស់ល្អប្រភេទពូជតៃវ៉ាន់ឬក៏ហៅថាតៃយេននៅម៉ាលីវីនេះអញ្ចឹងទីនេះគឺចំការទុរេនមួយថ្មីដែលជាប់នឹងចំការចាស់របស់ខ្ញុំធ្វើការហើយចំការនេះបើតាមពិតទៅវាចូលមួយឆ្នាំហើយបងប្អូនប៉ុន្តែដោយសារទុរេនដាំទៅវាមានមុនមានក្រោយហើយក៏គេមានដាំដំណាំបន្ទាប់បន្សំក្នុងនោះក៏មានចេកហើយនៅចុងខាងនោះបំផុតបងប្អូនមានម្នាស់ទៅខាងនោះផុតទៀតមានក្រូចទ្រើងហើយទៅអាចុងឈើលំនោះមានដលងម៉ាស់ដលងជ្វាបាទអញ្ចឹងនៅក្នុងចំការគេចូលចិត្តធ្វើដំណាំចម្រុះបែបនេះគេអត់រងចាំទុរេនផ្លែទៅគេទទួលផលទេ